大家好ជំរាបសួរបងប្អូនទាំងអស់គ្នាបាទឥឡូវនេះយើងបន្តមករៀនភាសាចិនជាមួយគ្នាជាបន្តទៀតបាទខ្ញុំមានអត្ថបទថ្មីមួយទៀតហើយបាទមកបកប្រែជូនបងប្អូនប៉ុន្តែនៅក្នុងវីដេអូនេះបាទពួកយើងមករៀនតែពាក្យសំខាន់ៗដែលត្រូវប្រើនៅក្នុងអត្ថបទទេបងប្អូនចាំវីដេអូលើកក្រោយបាទយើងបកប្រែអត្ថបទយកតែម្ដងអញ្ចឹងណាបាទអញ្ចឹងឥឡូវចាប់ផ្ដើមរៀនពាក្យទាំងអស់គ្នាបាទពាក្យទី1哪里哪里កន្លែងណា今天今天ថ្ងៃនេះ上午上午ពេលព្រឹក医院医院មន្ទីរពេទ្យ中午中午ពេលថ្ងៃត្រង់下午下午ពេលរសៀល饭店饭店ភោជនីយដ្ឋាន吃吃ញ៉ាំ饭饭បាយ现在现在ឥឡូវនេះ家家ផ្ទះ看看មើល电视电视ទូរទស្សន៍